ជូនព័ត៌មានទាន់ហេតុការណ៍តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានប្រកាសកាត់ក្តីឲ្យវិទ្យុ VOA ក៏ដូចជាវិទ្យុអាស៊ីសេរីឈ្នះក្តីលោកដូណាល់ត្រាំដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដោយបានកាត់ក្តីឲ្យវិទ្យុ VOA ក៏ដូចជាវិទ្យុអាស៊ីសេរីធ្វើការផ្សព្វផ្សាយព័ត៌មានជាធម្មតាវិញហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលទៅដល់ក្រុមឆ្កែសន្តិភាពមួយក្រុមដូចជាអាផែងវណ្ណៈអាត្រាក្រុមឆ្កែអុកញ៉ាបោកផ្ទះប្រជាពលរដ្ឋទូទាំងប្រទេសបាទលោកស្រីនាងកញ្ញាកាលពីកន្លងទៅថ្មីនេះក្រុមឆ្កែសន្តិភាពមួយក្រុមនេះបានបង្កភាពរញ៉េរញ៉ៃជាខ្លាំងបាទនៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសបិទស្ថានីយ៍វិទ្យុផ្សាយ VOA ក៏ដូចជាអាស៊ីសេរីក្រុមឆ្កែសន្តិភាពមួយក្រុមនេះបាននាំគ្នាអបអរសាទរជាខ្លាំងតែនៅពេលនេះបាត់ក្បាលទៅណាអស់ហើយពួកអាដែងតើពួកឯងកំពុងធ្វើអីដែរពួកអាដែងបាទសេចក្តីរាយការណ៍នៅពេលនេះសូមចប់តែប៉ុណ្ណេះពីខ្ញុំបាទអាចារ្យហ្វីផ្សាយផ្ទាល់ពីស្ថានីយ៍វិទ្យុផ្ទះរបស់ខ្ញុំបាទផ្ទាល់សូមអរគុណសូមជម្រាបលា